ដែលនៅសល់ជាមួយ AO ហើយ AO ពិតជារីករាយណាស់ដែលបានលើបែបនេះដូច្នេះនាងក៏យល់ព្រមភ្លាមៗទោះបីជានាងក៏ខ្មាស់ចំពោះការគ្រប់គ្រងខ្លួនឯងតិចតួចដែលនាងមាននៅពេលនិយាយអំពីបង្អែមក៏ដោយបន្ទាប់ពីទឹកស៊ូនិង AO ញ៉ាំរួច AO ប្រាប់ទឹកស៊ូថានាងមិនបានមកទីនេះដើម្បីទៅឲ្យម្នាស់ទៅគាត់នោះទេនាងក៏ចង់ស្គាល់គាត់ដែរដូច្នេះនាងក៏លាដៃរបស់នាងហើយណែនាំខ្លួននាងជាផ្លូវការដល់គាត់ដែលធ្វើឲ្យទឹកស៊ូសប្បាយចិត្តយ៉ាងខ្លាំងព្រោះនេះជាមិត្តទី2ដែលគាត់បានរាប់អានដោយសារឥឡូវនេះ AO បានបញ្ចប់ការអរគុណនឹងការណែនាំខ្លួនហើយនាងក៏បន្តទៅប្រធានបទធ្ងន់ធ្ងរជាងនេះហើយប្រាប់ទឹកស៊ូថានាងត្រូវប្រាប់គាត់អំពីអ្វីដែលបានកើតឡើងក្នុងរយៈពេល10ឆ្នាំដែលគាត់មិននៅលើផែនដីគាត់មានបំណងសួរអំពីរឿងនោះស្រាប់ហើយទឹកស៊ូមានការភ្ញាក់ផ្អើលបន្តិចព្រោះគាត់មិនគិតថាគាត់នឹងទទួលបានព័ត៌មាននោះឆាប់ៗនេះទេប៉ុន្តែគាត់ក៏មានបំណងសួរអំពីវាដែរដូច្នេះគាត់ក៏សូមឲ្យ AO បន្តការសង្ខេបរបស់នាងបញ្យល់ថា10ឆ្នាំមុនកែជូមួយក្បាលបានលេចឡើងនៅក្នុងទឹកនៅឯឆ្នេរសមុទ្រមួយហើយនៅពេលនោះដោយសារតែទឹកស៊ូនិងអ្នកការពារផ្សេងទៀតបានធ្វើការងារដ៏ល្អក្នុងការចាត់ការកែជូទាំងអស់និងរក្សាការស្លាប់និងរបួសឲ្យនៅអបបរមាមនុស្សមិនមានការភ័យខ្លាចជាពិសេសចំពោះការលេចឡើងភ្លាមៗនៃកែជូឬការពិតដែលថាកែជូមួយនោះមើលទៅដូចមនុស្សហើយមានបាល់អណ្ដែតនៅពីក្រោយវានោះទេទាហានមេកានិក2នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់នឹងការគំរាមកំហែងនោះហើយពួកគេរៀបនឹងទៅធ្វើការប៉ុន្តែភ្លាមៗនោះឈុតរបស់ពួកគេក៏ចាប់ផ្ដើមត្រជាក់ខ្លាំងរហូតដល់ទាហាននៅខាងក្នុងចាប់ផ្ដើមកកហើយគ្រប់យ៉ាងគឺចេញមកពីកាយជូនោះនិងបាល់ពណ៌សរបស់វាក្រោមការបញ្ជារបស់វាបាល់ពណ៌សបានចាប់ផ្ដើមកើនឡើងនិងរាលដាលពីពេញទីក្រុងហើយដំបូងវាហាក់ដូចជាពពុះនោះមិនបានធ្វើអ្វីច្រើនទេប៉ុន្តែនៅពេលដែលពួកវាបានប៉ះទៅនឹងអ្វីមួយពួកវាបានផ្ទុះឡើងដោយបញ្ចេញរលកផ្ទុះសីតុណ្ហភាពក្រោម0ដែលធ្វើឲ្យអ្វីគ្រប់យ៉ាងនិងមនុស្សគ្រប់គ្នានៅក្បែរនោះកកហើយរឿងដដែលនោះបានកើតឡើងនៅក្នុងប្រទេសដទៃទៀតនៅទូទាំងពិភពលោកដូច្នេះឥឡូវនេះអ្វីដែលនៅសល់គឺវារហោស្ថានតកតែអ្វីដែល AO ទៅប្រាប់គាត់ទឹកស៊ូជឿថាកៃជូអាចកំបាំងនោះប្រកាសជាលេចឡើងភ្លាមៗបន្ទាប់ពីគាត់ចេញពីផែនដីដើម្បីទៅបំផ្លាញសម្បុកកៃជូប៉ុន្តែគាត់មិនចង់ជឿថាកៃជូតែមួយអាចបង្កឲ្យមានការស្លាប់និងការបំផ្លិចបំផ្លាញច្រើនយ៉ាងនេះទេក៏សួរថាហេតុអ្វីបានជា ARD ដែលជាអង្គការប្រឆាំងកៃជូរបស់អង្គការសហប្រជាជាតិមិនបានធ្វើអ្វីដើម្បីបញ្ឈប់វាប៉ុន្តែការបង្ហាញខ្លួននិងការវាយប្រហាររបស់វាគឺភ្លាមពេកដែលពួកគេមិនមានពេលត្រៀមខ្លួនហើយបន្ទាប់ពីការខូចខាតត្រូវបានបញ្ចប់ពួកគេមិនមានធនធានដើម្បីបើកការវាយប្រហារតបតវិញទេដូច្នេះជំនួសវិញពួកគេបានផ្ដោតលើការជួយសង្គ្រោះអ្នករស់រានមានជីវិតហើយចាប់តាំងពីពេលនោះមកមនុស្សជាតិបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំដោយបែបនេះទឹកស៊ូមានការព្រួយបារម្ភបន្តិចថា ARD អាចនឹងត្រូវបានរំសាយប៉ុន្តែ AO ប្រាប់គាត់ថានាងបានលើពាក្យចាមរាមថា ARD នៅតែមានហើយជាក់ស្ដែងពួកគេថែមទាំងមានមូលដ្ឋានទាំងមូលនៅកន្លែងណាមួយដូច្នេះគាត់ប្រហែលជាអាចរកពួកគេឃើញនៅទីបំផុតហើយទឹកស៊ូរីករាយ